បាទសួស្តីបងប្អូនទាំងអស់គ្នាយ៉ាងមិនដែរបន្តអំពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងបានកន្លងផុតទៅថ្មីនេះប្រហែលជាបងប្អូនមួយចំនួនហ្នឹងគាត់អត់ទាន់បានវិលត្រឡប់មកពីស្រុកភូមិរបស់គាត់ដើម្បីទៅកន្លែងធ្វើការរាជធានីភ្នំពេញឬក៏ទីតាមកន្លែងខេត្តផ្សេងៗដែលជាទីតាំងនៃការរករបររកស៊ីឬក៏ការងាររបស់ពួកគាត់ទេហើយអ្នកខ្លះក៏គាត់បានកំពុងតែធ្វើដំណើរតាមដងផ្លូវដើម្បីវិលត្រឡប់មកទីក្រុងភ្នំពេញឬក៏កន្លែងដែលគាត់ត្រូវទៅបម្រើការងារហើយអ្នកខ្លះទៀតក៏បានមកដល់ទីកន្លែងដោយសុខសวัสดิភាពផងដែរនៅក្នុងពេលនេះខ្ញុំអត់មានអីចឹងទេចង់ចែករំលែកឬជាចង់សួរសុខទុក្ខដល់បងប្អូនទាំងអស់គ្នាដែរថាតើសុខសប្បាយបងប្អូនទាំងអស់គ្នាបានទៅដំណើរកម្សាន្តនៅកន្លែងណាខ្លះហើយបានធ្វើអ្វីខ្លះនៅពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប្រហែលជាបងប្អូនទាំងអស់គ្នាបានធ្វើនៅរឿងល្អៗជាច្រើនក៏ដូចជាបានធ្វើនៅរឿងអនុស្សាវរីយ៍ជាច្រើនជាមួយនឹងក្រុមគ្រួសារឬក៏មនុស្សជាទីស្រឡាញ់របស់ខ្លួនហើយជាក់ស្ដែងដូចជាខ្ញុំអញ្ចឹងពេលដែលខ្ញុំបានទៅពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនៅឯស្រុកហ្នឹងគឺខ្ញុំបានទៅវត្តក៏ដូចជាធ្វើបុណ្យឧទ្ទិសកុសលក៏ដូចជាមួយផ្នែកទៀតក៏ខ្ញុំបានធ្វើពិធីស្រង់ទឹកជូនលោកយាយក៏ដូចជាអ្នកម្ដាយក៏ដូចជាពូមីងនិយាយរួមទៅបងប្អូនទាំងអស់គ្នាតែម្ដងនេះគឺជាអ្វីដែលខ្ញុំបានធ្វើមិនដឹងថាបងប្អូនទាំងអស់គ្នានៅក្នុងនេះតើបងប្អូនទាំងអស់គ្នាបានធ្វើដូចខ្ញុំដែរឬក៏យ៉ាងណាខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចធ្វើបានច្រើនជាងខ្ញុំឬក៏អ្នកខ្លះគឺគាត់ធ្វើធំដុំតែម្ដងដោយសារតែគាត់ជួបជុំបងប្អូនរបស់ពួកគាត់ច្រើនអញ្ចឹងណាសង្ឃឹមថាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនេះនឹងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងកាន់តែបង្កើននៃក្តីស្រឡាញ់រវាងបងប្អូននិងបងប្អូនរវាងក្រុមគ្រួសារនិងក្រុមគ្រួសារជាពិសេសរវាងប្តីនិងប្រពន្ធជាពិសេសមួយទៀតហ្នឹងរវាងឪពុកម្ដាយនិងកូនកាន់តែមានចំណងមិត្តភាពរឹតយ៉ាងស្អិតរមួតដើម្បីបង្កើននូវស្នាមអនុស្សាវរីយ៍ល្អៗជាច្រើនហើយសង្ឃឹមថាចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនៅក្នុងឆ្នាំខាងមុខក៏ពិតជាធ្វើឲ្យប្រជាពលរដ្ឋរបស់យើងកាន់តែមានភាពសប្បាយតែម្ដងអញ្ចឹងវីដេអូរបស់ខ្ញុំអត់មានអ្វីច្រើនទេគឺខ្ញុំចង់ចេញមកក៏ចង់សួរសុខទុក្ខដល់បងប្អូនទាំងអស់គ្នាដែរអញ្ចឹងណាអញ្ចឹងតើបងប្អូនទាំងអស់គ្នាមានភាពសុខសប្បាយក៏ដូចជាមានភាពសប្បាយរីករាយយ៉ាងណាអាចខមមិនចូលដើម្បីឲ្យបានដឹងថាបងប្អូនបានទៅលេងនៅកន្លែងនេះបងប្អូនបានទៅលេងកន្លែងនេះបានធ្វើនៅទង្វើល្អៗបែបនេះអញ្ចឹងបងប្អូនអាចshare ចែកគ្នាបានដើម្បីបង្កើននៅចំណងមិត្តភាពជាអ្នកស្គាល់គ្នាតាមបណ្ដាញសង្គមអញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលាបាយបាយក្នុងខ្សែដល់នេះក៏ចូលនាំក្រោយទេណាហើយក៏តាមទៅតាមតែអត់មានអត់គុំនឹងក៏អត់មកអីនេះអាគាត់ពេលទៅវិញ